จะសូមគោរពជំរាបសួរអង្គពូមីងយាយតាបងប្អូនទាំងអស់គ្នាចាថ្ងៃហ្នឹងខ្ញុំសូមចេញវីដេអូចែករំលែកឬក៏ជាចំណេះដឹងជូនបងប្អូនទស្សនាអញ្ចឹងណាបងប្អូនចាបងប្អូនដែលឮអំពីស្អីគេការពពាលឆ្កែបងប្អូនចាភាគច្រើនខ្ញុំតែងតែឮចាស់ថាពពាលឆ្កែហ្នឹងគឺកើតឡើងដោយសារយើងទៅមើលឆ្កែពេលឃើញឆ្កែពេលគ្នាអញ្ចឹងទៅយើងឈោមើលអញ្ចឹងទៅវាការពពាលឆ្កែធ្វើភ្នែកយើងឡើងក្រហមចេញមុខខ្ទុះចេញអីចឹងណាបងប្អូនចាតែតាមពិតជំងឺហ្នឹងគឺអត់មានកើតដោយសារយើងទៅមើលឆ្កែអីចឹងទេបងប្អូនចាព្រោះលើកមុនខ្ញុំធ្លាប់ជូនម៉ែខ្ញុំគាត់ទៅមើលភ្នែកអីចឹងណាចាអញ្ចឹងខ្ញុំក៏បានសាកសួរអំពីជំងឺហ្នឹងចាព្រោះខ្លួនខ្ញុំផ្ទាល់ចាខ្ញុំជួបផ្ទាល់ហើយព្រោះខ្ញុំធ្លាប់អាសាការពពាឆ្កែហ្នឹងណាការខ្ញុំរៀនថ្នាក់ទីប្រហែលជាទី9ទី10អីហ្នឹងគឺខ្ញុំបានការពពាឆ្កែហ្នឹងលើបបកភ្នែកនេះបងប្អូនចាវាចេញមុខប៉ុន្តែវាអត់នេះទេវាអត់ធ្លីមុខទេបងប្អូនចាខ្ញុំក៏បានទៅវះភ្នែកវះអីចឹងណាបងប្អូនចាប៉ុន្តែឥឡូវខ្ញុំដឹងពីរបៀបចឹងគឺខ្ញុំបានធ្វើតាមអ្នកគ្រូហ្នឹងទៅគឺបានជាចឹងណាបងប្អូនចាខ្ញុំក៏បានសាកសួរគាត់ទៅគាត់ក៏ប្រាប់ថាពពាឆ្កែហ្នឹងគឺមិនមែនកើតដោយសារតែយើងទៅមើលឆ្កែពាក់គ្នាហើយយើងកើតអាហ្នឹងទេបងប្អូនចាគឺវាកើតឡើងដោយសារទលីដីចាទី1គឺទលីដីហើយទី2គឺដោយសារយើងអត់បានសម្អាតលើបបកភ្នែកយើងឲ្យស្អាតអីចឹងណាបងប្អូនចាគឺវាអាចធ្វើករោគកអីចឹងទៅធ្វើឲ្យភ្នែកយើងឡើងហើមរមាស់ចេញមុខខ្ទុះអីចឹងណាបងប្អូនចាអញ្ចឹងអ្នកគ្រូក៏ប្រាប់ចឹងមកហើយខ្ញុំក៏បានសាកសួរពីរបៀបនៃការព្យាបាលព្រោះខ្ញុំអត់ដឹងលើកមុនខ្ញុំអត់ដឹងចឹងទៅខ្ញុំអាសាទៅវះបបកភ្នែកវាអីណាព្រោះវាអត់ឃ្លាតអីវាឈឺវាឡើងនេះចឹងណាបងប្អូនចាដល់ពេលគាត់ប្រាប់ទៅគាត់ថាមិនចាំវះចាំអីទេគឺងាយស្រួលទេអាហ្នឹងហ៎ចាយើងគ្រាន់តែដាំទឹកក្តៅឲ្យពុះណាចាឲ្យទុកឲ្យវាក្តៅអ៊ុនៗណាបងប្អូនណាចាទុកឲ្យវាក្តៅអ៊ុនៗហើយយើងយកកសែងណាដែលស្អាតចាយកមកស្អំលើបបកភ្នែកយើងមកចាបបកភ្នែកយើងទុកប្រហែលរយៈពេល5ទៅ10នាទីអីចឹងទៅយើងស្អំដកអញ្ចឹងណាបងប្អូនចាហើយស្អំ2ទៅ3ថ្ងៃអីចឹងទៅតាមអាការៈបងប្អូនអញ្ចឹងណាចាដល់ពេលអញ្ចឹងទៅដូចជាមួយអាទិត្យមុនភ្នែកខ្ញុំឡើងក្រហមចាឡើងក្រហមហើយឈឺបបកភ្នែកអញ្ចឹងណាហើយប្តីខ្ញុំចេះទឿនខ្ញុំថាឲ្យទៅពេទ្យភ្នែកទៅអីចឹងណាឲ្យពេទ្យភ្នែកគេបណ្ឌិតអីចឹងទៅប៉ុន្តែខ្ញុំដឹងថាខ្ញុំប្រហែលជាកើតពពាឆ្កែហ្នឹងទៀតហើយព្រោះខ្ញុំកើតពពាឆ្កែហ្នឹងគឺអាសាឈឺភ្នែកអីឡើងក្រហមឡើងអីចឹងណាចាខ្ញុំក៏បានសាកល្បងធ្វើតាមអ្នកគ្រូព្រោះខ្ញុំនៅចាំខ្ញុំក៏បានសាកល្បងធ្វើតាមអ្នកគ្រូពេទ្យភ្នែកហ្នឹងទៅចាខ្ញុំបានដាំទឹកក្តៅរៀងពុះទៅហើយទុកឲ្យរៀងអ៊ុនចឹងណាបងប្អូនហើយខ្ញុំក៏បានយកកសែងតែស្អាតយកមកជ្រលក់នៅក្នុងទឹកក្តៅហ្នឹងហើយខ្ញុំពូតឲ្យរៀងស្ងួតហើយខ្ញុំយកមកស្អំលើបបកភ្នែកខ្ញុំបងប្អូនចាខ្ញុំស្អំចុះស្អំឡើងមួយថ្ងៃហ្នឹងដូចជាខ្ញុំស្អំ2ទៅ3ដងចា2ទៅ3ដងអីចឹងណាចាហើយខ្ញុំស្អំដូចជាមួយថ្ងៃ2ថ្ងៃអីចឹងទេព្រោះវាទឹករៀងកើតដែរអញ្ចឹងណាតែប៉ុន្តែរឿងឈឺមែនទេបងប្អូនចាដល់ពេលខ្ញុំស្អំចឹងទៅមានអីបងប្អូនចាគឺបាត់ហើមបាត់ឈឺហើយបើកភ្នែករួចចឹងណាបងប្អូនចាដល់ពេលចឹងខ្ញុំថាអូអ្នកគ្រូប្រាប់ជំងឺព្យាបាលហ្នឹងមានប្រសិទ្ធភាពចឹងណាបងប្អូនចាលើកមុនអត់ដឹងបងប្អូនហើយចេះទៅពេទ្យភ្នែកឲ្យគេវះគេអីចឹងណាបងប្អូនចាគ្រូថាកើតអាហ្នឹងមកចាំនេះអីទេមកចាំវះចាំអីទេព្រោះតែយើងធ្វើចឹងទៅវាបាត់ជាហើយចាអញ្ចឹងបងប្អូនដែលគាត់ធ្លាប់កើតជំងឺពពាលឆ្កែហ្នឹងបងប្អូនអាចសាកល្បងធ្វើតាមវិធីនឹងបានអញ្ចឹងណាបងប្អូនចានេះគឺជាចំណេះដឹងមួយសម្រាប់បងប្អូនអញ្ចឹងណាចែករំលែកចាអញ្ចឹងបងប្អូនអាចសាកល្បងធ្វើបានទាំងអស់គ្នាចាអរគុណសូមជម្រាបលាបាយបាយ